សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Nation Learning ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបទិញលេខទូរស័ព្ទសម្រាប់ធ្វើការ verify នៅក្នុងគណនី YouTube Facebook TikTok Telegram ឬក៏អីផ្សេងៗដែលបងប្អូនត្រូវការតាមតម្រូវការអញ្ចឹងណាអូខេតោះអញ្ចឹងខ្ញុំមាន website ដែល recommend បងប្អូនទិញទីមួយគឺ smsman.com ទាំង website គឺទិញ SIM មានតម្លៃថោកមែនតើមួយលេខមានតម្លៃដល់តែ15សេនឬក៏អាចធូរជាងនេះអញ្ចឹងណាអញ្ចឹងបើយើងទិញ SIM នៅក្រៅក៏វាអស់លុយច្រើនដែរបើ SIM ខ្ទង់$1ឬ$2ហើយយើងត្រូវញ៉ៃច្រើនអញ្ចឹងហើយយើងទិញតាមនេះទៅសម្រាប់ធ្វើការ verify វាអត់មានបញ្ហាទេហើយវាលឿនតោះអញ្ចឹងបងប្អូនខ្ញុំសូមបង្ហាញរបៀបទិញនៅក្នុង sms.man សិនជាដំបូងបងប្អូនចុច sms.man.com នេះមកបន្ទាប់មកបងប្អូននឹងឃើញទាំង interface បែបនេះហើយអញ្ចឹងដើម្បីយើងទិញបានយើងត្រូវមាន account ជាមុនសិនបងប្អូនអូខេអញ្ចឹងវាមានទីនេះសេវាកម្មគេមានដូចពី receive SMS និង run number ជួលលេខអញ្ចឹងណាអូខេអញ្ចឹងដើម្បីទិញបានយើងត្រូវការ sign up សិនបើបងប្អូនមាន account ហើយយើង log in ទៅអត់ទេយើងត្រូវការ sign up សិនមកហើយបន្ទាប់មកកន្លែងនេះគឺវាតម្រូវយើងបំពេញបងប្អូនអូខេអញ្ចឹងអាហ្នឹងបំពេញ email របស់បងប្អូនមកហើយកន្លែងយើងចុច verify username មកអូខេ sign up អូខេបងប្អូនមកដល់កន្លែងនេះហើយវាឲ្យយើង save ឬក៏អត់អាហ្នឹងសាច់របស់បងប្អូនទេយើងស្រេចហ្នឹង never មកអត់ចង់ save ទេអូខេកន្លែងនេះគឺវាឲ្យយើង confirm email ចឹងបងប្អូនអូខេអញ្ចឹងយើង check email របស់យើងមកហើយយើង confirm មកអូខេកន្លែងនេះយើង check Gmail បងប្អូនហើយយើង confirm មកនេះconfirm your register ចឹងណាអូខេអញ្ចឹងចុច confirm email មកអូខេបងប្អូនអញ្ចឹងកន្លែងនេះរួចរាល់ហើយ email យើង confirm ហើយអញ្ចឹងយើងក៏ personal profile អូខេអញ្ចឹងមកដល់កន្លែងនេះគឺវាមកដល់កន្លែងទិញហើយបងប្អូននេះគឺជា new យើង select សេវាកម្មអីចឹងណា Telegram WeChat អូខេអានេះselect country អានេះរុស្ស៊ីម៉ាឡេស៊ីហើយ China 0.30ជាង USA 0.16ធូរដែរអូខេឥឡូវយើងសាក search Cambodia មកអានេះបង Cambodia 24សេនអូខេអញ្ចឹងកន្លែងនេះគឺយើងអាចយើង verify ប្រទេសណាយើង search ប្រទេសហ្នឹងទៅបងប្អូនមានច្រើនហើយអានេះគឺជាប្រព័ន្ធដែលយើងចង់បានឥឡូវយើង search YouTube មក YouTube Google ក៏មានហើយនិយាយទៅសេវាកម្មដែលយើងត្រូវ verify មានទាំងអស់បងប្អូនងាយស្រួលទេអញ្ចឹងកន្លែងនេះយើងអូខេយើងចុច buy SIM SMS មកអូខេយើងអត់តមាន balance ទេអញ្ចឹងយើងចុច top up មកអូខេបងប្អូនកន្លែងនេះស្រេចតែយើងដាក់ទេនេះជា Visa card អានេះ Alipay អានេះសម្រាប់ coin អញ្ចឹងណាបងប្អូនហើយអូខេនេះ order amount យើងចង់ដាក់មែន$1ឬ$2ទេបងប្អូនអូខេយើងដាក់មកឥឡូវយើងដាក់ Visa មកហើយដាក់ amount $1មកតោះមកយើង set pay មកអូខេ minimum amount $10អញ្ចឹងត្រូវ$10អូខេ minimum $10អញ្ចឹងចុច pay មកអញ្ចឹងវានឹង link យើងទៅកន្លែងយើងទៅពេញហើយបងប្អូននេះគឺជា payment page អញ្ចឹងសូមតើការរងចាំបន្តិចឲ្យវាដំណើរការពេញយើងចុច process payment មកអូខេបងប្អូនអានេះគឺជាកន្លែងពេញកាតរបស់យើងណាអញ្ចឹងបងប្អូនដឹងហើយអានេះ email first name ហើយ last name ហើយនេះ card number អានេះ Monday expire អានេះ CVV សងក្រោយចឹងបងប្អូនអូខេបងប្អូនពេញហើយ continue ទៅវានឹងpay ឲ្យយើងហើយអញ្ចឹងបន្ទាប់ពីវា pay ហើយវាអាចទិញ SIM បានហើយបងប្អូនទិញលេខសម្រាប់យកធ្វើការ verify ចុះនេះមានភាពងាយស្រួលទេ
អូខេបងប្អូនកន្លែងនេះបើបងប្អូនចង់ទិញប្រទេសណាឧទាហរណ៍ USA ហើយទិញសេវាកម្មYouTube ឬក៏ Google ដែរអូខេអញ្ចឹងយើងជារើសយកសេវាកម្ម Google YouTube ហើយយើងយកប្រទេស USA នេះហើយវាជួយពេលថា Buy Now Buy SMS នេះមកបន្ទាប់មកបើបងប្អូនមានលុយវានឹងសូនៅខាងក្រោម History ហើយអញ្ចឹងបើបងប្អូនមានលុយវានឹងសូនៅកន្លែង History នេះហើយបងប្អូនអញ្ចឹងមានលេខហើយបងប្អូនអាច copy លេខហ្នឹងទៅដើម្បី pass នៅក្នុង program ដែលបងប្អូនចង់ active ឬក៏ឲ្យវា verify លេខសាមហ្នឹងបន្ទាប់ពីបងប្អូនpass នៅក្នុង website ដែលបងប្អូនចង់ verify ហើយវានឹងផ្ញើលេខកូដនៅកន្លែងនេះអញ្ចឹងបងប្អូន copy លេខកូដហ្នឹងហើយបញ្ចូលទៅ website ដែលបងប្អូនចង់ verify ហ្នឹងទៅគឺជាការស្រេចទេបងប្អូនអូខេបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងឯងបើមានចម្ងល់អ្វីអាច comment នៅខាងក្រោមបានជួបជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណ